សួស្តីពុកម៉ែបងប្អូនជាទីគោរពឃើញថាស្មៅដុះដល់ហើយបងប្អូនហើយនេះធ្វើរោងមន់ថ្មីអត់តាន់ហើយនេះរោងទៅធ្វើដាក់ឲ្យមន់ឡើយហ្នឹងប្រឡងឈ្មោលហ្នឹងអត់ផ្លែទេបានតែផ្កាស្លឹកគ្រៃបងប្អូននេះមកកណោស្លឹកគ្រៃមានបងប្អូនណាចង់យកទៅស្លនេះមកកណោមកយកមក